សូមបាយឆាសាច់ក្រកពងទាម្ដងចាបងអូនអើយនិយាយរួមមិនដឹងថាធ្វើម្ហូបអីទៀតទេបងអូនអើយមានតែឆាបាយជាមួយសាច់ក្រកពងទាហូបតែម្ដងទៅដល់ពេលយូរហូបអញ្ចឹងម្ដងមានអីបងអូនឆ្ងាញ់ដែរតាហើយគ្រឿងផ្សំវិញស្រួលតែបងអូនអើយមានគ្រឿងផ្សំញ៉ៃច្រើនទេចាហើយគ្រឿងផ្សំគេណាមានអីច្រើនទេបងអូនអើយមានមុខងារសំខាន់ដែលទូឯងបំផុតអត់បានគឺបាយកកនឹងឯងចាមួយចានធំហើយនឹងសាច់ក្រក2ទៅសក់3ហើយនឹងបន្លែដែលឆាជាមួយបាយនឹងសតែគួរការ៉ុតបន្តិចចាក់ខ្ទឹមសនឹងខ្ទឹមហើយនឹងពងទាជៀនចាពងទា2គ្រាប់ចាអត់តន់ជៀនទេអធិស្ឋានចង់និយាយថាជៀនហើយហ្នឹងហើយនាងខ្ញុំរៀបរាប់អត់តាន់ទេណាបងអូនមើលនៅក្នុងវីដេអូនឹងឯងចាគ្រឿងផ្សំរបស់នាងខ្ញុំចាហើយឥឡូវបន្ទាប់ពីនាងខ្ញុំគូសពងទាដាក់ចូលចានហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ខ្ទះដាក់ខ្លាញ់ជៀនវាចាជៀនហ្នឹងជៀនសាបទេចាបងអូននាងខ្ញុំមិនដាក់អំបិលប៊ីចេងស្ករសអីទេចាព្រោះអីនាងខ្ញុំយកទៅឆាជាមួយបាយអញ្ចឹងហើយវាគ្រឿងបាយវាចូលជាតិគ្នាហើយអញ្ចឹងហើយនាងខ្ញុំជៀនទៅសាបទេឥឡូវបន្ទាប់ពីជៀនហើយនេះបងអូនអើយជៀនឆ្អិនមកល្មមហើយក៏នាងខ្ញុំនឹងស្រង់មកចំហៀងខ្ទះសិនដើម្បីឲ្យវាស្រស់ខ្លាញ់បានល្អអញ្ចឹងបាននាងខ្ញុំយកមកដួសដាក់ចានចាបន្ទាប់ពីពងទាឆ្អិនហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមយកសាច់ក្រកហ្នឹងទៅបន្តឲ្យឆ្អិនមកល្មមផងដែរចាបងអូនអើយនេះល្មមអីចង់ខ្លោចទៀតចាបងអូនអធិស្ឋាននិយាយរួមសាច់ក្រកនេះឆាប់ឆ្អិនមែនតើបងអូនអើយតែភ្លេចខ្លួនមកកត់ជាខ្លោចចាត្រូវអាសាមើលមែនតើឥឡូវបន្ទាប់ពីនាងខ្ញុំជិះសាច់ក្រកឆ្អិនហើយអស់ហើយក៏នាងខ្ញុំដួសម្លាយទុកសិនក៏នាងខ្ញុំចាប់ផ្ដើមបដោខ្ទឹមជាមួយខ្លាញ់ដែលយើងសាច់ក្រកសហ្នឹងបដោខ្ទឹមតែម្ដងចាបងអូនមានបានដូរខ្លាញ់ដូរអីទេដោយសារតែខ្លាញ់វាល្អដែរចាបងអូនបដោខ្ទឹមហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់បន្លែឆារបស់នាងខ្ញុំនឹងចូលចាហើយបន្លែនឹងដែរមានតែ2មុខទេគឺការ៉ុតហើយនឹងតែគួរនឹងឯងហើយបន្លែនឹងដែរបងអូននាងខ្ញុំដាក់តែស្គមទេចាក៏ទុកបន្លែសិនទៅក៏នាងខ្ញុំនឹងយកពេលវេលាដែលសហ្នឹងគឺយកមកហាន់ពងទាទុកឲ្យហើយចាហើយពងទានឹងដែរបងអូនចង់ហាន់មិនហាន់តែសម្រាប់នាងខ្ញុំចូលចិត្តចិញ្ច្រាំអញ្ចឹងណាបងអូនបើហាន់ធំទៅវាមិនសូវចូលចិត្តបាយគ្រឿងក្រៅមួយគ្នាបានល្អទេបើយើងចិញ្ច្រាំអញ្ចឹងវាចូលចិត្តគ្នាបានល្អអញ្ចឹងណាបងអូនឥឡូវបន្ទាប់ពីហាន់ពងទាហើយក៏មើលបន្លែឆ្អិនល្មមបងអូនអើយមិនឆ្អិនខ្លាំងក៏មិនឆៅពេកដែរចាក៏នាងខ្ញុំនឹងចាប់ផ្ដើមដាក់បាយកករបស់នាងខ្ញុំចូលចាដាក់ចូលហើយអស់ក៏នាងខ្ញុំចិញ្ច្រុំជាមួយបន្លែនឹងជាមួយបាយនឹងចូលជាតិបានល្អសោះហើយអស់ហើយក៏នាងខ្ញុំនឹងទុកឲ្យគ្រឿងបន្តិចបាននាងខ្ញុំនឹងដាក់គ្រឿងក្រៅចាបងអូនហើយគ្រឿងក្រៅនឹងដែរមានអីច្រើនទេបងអូនមានទឹកត្រីស្ករប៊ីចេងទឹកស្អៀវហើយនឹងរ៉ូឌីបន្តិចផងដែរចាបងអូននិយាយរួមមកដាក់តែគ្រឿងប៉ុណ្ណឹងយកចិត្តទៅណាំអអាហ្នឹងសម្រាប់នាងខ្ញុំមកឆាបាយបងអូនហើយសម្រាប់បងអូនឆាបាយក្បួនបងអូនឆាបាយមិនវិញក៏ខ្ញុំមិនដឹងដែរចាព្រោះថាឆាឆ្ងាញ់ជាងខ្ញុំជួយប្រាប់ខមមិនប្រាប់អ្នកមួយផងណាបងអូនតែឥឡូវមកមើលបាយឆារបស់នាងខ្ញុំវិញបងអូនអើយបន្ទាប់ពីដាក់គ្រឿងក្រៅហើយអស់ហើយក៏នាងខ្ញុំក៏បាយច្បល់គ្រឿងក្រៅចូលជាតិគ្នាបានល្អបន្តិចហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ពងទានិងសាច់ក្រករបស់នាងខ្ញុំដែលជៀនទុកបន្លែមិញហ្នឹងគឺដាក់ចូលតែម្ដងចាបងអូនអើយដាក់ចូលហើយក៏នាងខ្ញុំមកច្បល់ឲ្យពងទានិងសាច់ក្រកហើយនឹងបាយនឹងចូលជាតិគ្នាបានល្អចឹងណាបងអូនហើយក៏ទុកឲ្យមួយសន្ទុះផងដែរចាដើម្បីឲ្យបាយរៀងស្រួយបន្តិចទៀតចឹងណាបងអូនអើយមិនថានាងខ្ញុំនឹងចាប់ផ្ដើមដាក់ទៅស្លឹកខ្ទឹមចូលចាបងអូននិយាយរើតែជាប់មាត់មកថ្ងៃនេះបងអូនអើយសូមមកភ័យទោសទុកជាមុនផងចានិយាយរួមនិយាយយ៉ាងតាក់ដោយសារតែចិត្តដល់ម៉ោងផុសហើយយប់មិញហ្នឹងអត់បានចូលសម្លេងទេបងអូនអើយសារកាត់វីដេអូទុកចោលហើយហ្នឹងព្រឹកឡើងបានបញ្ចូលចឹងបងអូនដល់ពេលចឹងរៀងលហន់តិចហើយចាឥឡូវមកមើលបាយនាងខ្ញុំវិញបងអូនអើយនេះឆ្អិនល្មមចាបងអូននិយាយពីថាឆ្អិនចេះហើយថាដំណើរគូឲ្យចង់ហូបតែម្ដងចាក៏មានតែសក់ស្រួយបន្តិចផងដែរចាដើម្បីហូបជាមួយបាយហ្នឹងណាបងអូនអើយ